ជ្រាបសួរអ្នកគ្នាបាយពី admin យូរហើយថ្ងៃហ្នឹង admin ត្រឡប់មកវិញដោយមានរឿងថ្មីមួយរឿងយកមកឲ្យអ្នកគ្នាមើលអញ្ចឹងទៅ admin ជឿថាគ្នាយើងមួយចំនួនក៏តែធ្លាប់មើលរឿងហ្នឹងហើយមុននឹងចូលដល់សាច់រឿងហ្នឹងក៏ admin សុំដាក់បំរាមដែរសម្រាប់ក្មេងដែលមានអាយុអត់អីវីដេអូនេះគឺ admin បិទបាំងទេអញ្ចឹងអ្នក13 14ហ្នឹងមើលបានអ្នកគ្នាឬក៏អ្នកដែលធ្លាប់មើលរឿងបែបម៉ាន់វ៉ាគួរតែអស់ម្លងវីដេអូនេះទៅadmin គាត់ថាគ្នាយើងប្រហែលជាមើលរឿងបែបអញ្ចឹងអត់កើតបើសិនជាអ្នកគ្នាគ្រាន់តែជាប្រិយមិត្តម៉ាន់វ៉ាធម្មតាតែបើអ្នកគ្នាមើលបានអត់អីទេអ្នកគ្នាអាចមើលវីដេអូ admin ទៅ admin ក៏បិទបាំង admin អត់បង្ហាញអីទេដើម្បីសម្រួលដល់ការហៅឈ្មោះតួអង្គ admin សូមប្រាប់ឈ្មោះតួអង្គមុនដោយតួអង្គគាត់ដែលមានផ្នែកពណ៌បៃតងនេះគាត់មានឈ្មោះថា Mataron និងតួអង្គដែលមានផ្នែកពណ៌ក្រហមនេះមានឈ្មោះថា Malmon បើសិនជា admin ប្រណៅឈ្មោះខុសអីអ្នកគ្នាអាច comment កែលម្អ admin ក្នុង comment បានហើយក៏អាច comment សួរសុខទុក្ខ admin បានដែរដោយសារ admin បាត់យូរមែនតើហើយក៏សូមអធិស្ឋានបើសិនជា admin និយាយទៅវាអត់ច្បាស់អញ្ចឹងណាចាតោះឥឡូវចូលទៅសាច់រឿងយើងមកទៅផ្ដើមនៃសាច់រឿងមកយើងបានឃើញមានច្បាក់ខ្វាត់ខ្វែងហើយបានចងដៃចងជើងនៅបរិមម្នាក់ដែលយើងនឹងគេបានស្គាល់ហើយពេលហ្នឹងក៏មានសម្លេងបរិមម្នាក់ក៏បានសួរទៅកាន់គាត់ដែរថាតើម៉ាក់នៅតែមានកម្លាំងដើម្បីរត់គេចទៀតមែនទេគាត់ក៏បានតបទៅវិញថាគាត់គឺមិនបានព្យាយាមដើម្បីរត់គេចទេឮអញ្ចឹងម៉ាម៉ាន់ក៏បានសួរបញ្ជាក់អញ្ចឹងគាត់បាននិយាយថាគាត់នឹងផ្ដល់រង្វាន់ទៅឲ្យ Mataron ដែលសារ Mataron គឺចេះស្ដាប់ប្រកបមុនពេលគាត់ខំក Mataron ហើយក៏បាននិយាយថារង្វាន់នោះគឺជា Mataron ហ្នឹងហើយ Moment បាននិយាយតទៀតដោយមើលទៅកាន់មុខ Mataron ហើយក៏បាននិយាយថាអាឡូសេវ៉ាព្រះអង្គម្ចាស់ Mataron ពិតជាដឹងពីរបៀបដាក់បណ្ដាសាមនុស្សពិតមែនទោះបី Mataron មិនមែនជាម្ដាយរបស់គាត់ក៏ដោយឥឡូវយើងបានដឹងហើយថា Mataron គឺមិនមែនជាម្ដាយរបស់ Moment ទេនៅពេលដែល Moment និយាយថាបិសាចវាមិនមែនជាទឹកគៀវខាំរបស់ Mataron ទេដែលនៅក្នុងខ្លួនរបស់គាត់តែពេលហ្នឹងយើងមើលទៅកាន់អាការៈរបស់ Mataron គាត់មើលទៅដូចជាតាក់ស្រុតខ្លាបើយើងកន្លែងមើលទៅកាន់ដៃរបស់ Mamon យើងបានឃើញថាដៃគាត់គឺនឹងកិលតិចដងទៅរកកន្លែងពិសេសរបស់ Mataron ហើយគាត់បាននិយាយថា Mataron ហ្នឹងធ្លាប់ប្រាប់គាត់ថាបិសាចដ៏ថោកទាបហ្នឹងនឹងសម្គាល់អរិយស្រីតាមវិធីហ្នឹងហើយយើងក៏បានឃើញថាទឹកអីហៀមកនេះMoment គាត់ក៏បាននិយាយតទៅថាប្រកាសថា Mataron ប្រកាសជាមិនបានដឹងអំពីវាទេដោយសារ Mataron គ្រាន់តែបង្រៀនគាត់អំពីវិធីសាស្ត្រចាស់កម្រិលនៃការបង្កើតស្នេហារបស់ពួកទេវតាតែប៉ុណ្ណោះកន្លែងនេះ admin បាច់ប្រាប់ឲ្យគ្នាយើងដឹងដែរថាមាននឹងអីកើតឡើង Moment បន្ទាប់ពីគាត់បានឃើញអញ្ចឹងគាត់បាននិយាយថាវាហាក់ដូចជា Mataron គឺបានសម្របខ្លួនទៅនឹងវិធីសាស្ត្រនៃការរួមរយៈរបស់អរិយឯ Mataron ក៏ចង់ប្រកាយថាគាត់នឹងគឺអត់បានបរៀន Mamon ជាមួយនឹងការរួមរយៈឬក៏ការបង្កើតស្នេហារបស់ទេវតាទេប៉ុន្តែគាត់និយាយមិនតាន់ចប់ផង Moment ក៏បានកាត់គាត់ដោយទាញគាត់នឹងយកមកចិត្តហើយបាននិយាយថាកុំឲ្យគាត់នឹងបារម្ភអីគេនឹងជួយរំលឹកការចងចាំរបស់គាត់ទៀតឥឡូវនេះសាច់រឿងក៏បានលេងថយក្រោយហើយយើងក៏បានឃើញដែរថា Mataron គាត់ខូចមែនតើគាត់ក៏បានលេងជាមួយប្រុសជាច្រើនអ្នកអញ្ចឹងទៅប៉ុន្តែពេលនោះយើងក៏បានលើសំឡេងម្ដងម្នាក់នៅខាងក្រៅបានស្រែកហៅឈ្មោះ Mataron ហើយអ្នកដែលនៅជាមួយ Mataron ក៏បានសួរទៅកាន់គាត់ថាវាដូចជាមានសំឡេងនៅខាងក្រៅហើយសំឡេងក៏បានស្រែកមកទៀតហើយថាឲ្យគាត់នឹងចូលទៅខាងក្នុងទៅនៅពេលហ្នឹងក៏មានបរិមម្នាក់ទៀតក៏បាននិយាយថាបរិមនៅខាងក្រៅហ្នឹងគឺមានចរិតរឹងរូសឆៅឆាវនៅចំពោះមុខ Mataron តែគេហ្នឹងគឺជាភ្ញៀវរបស់ Mataron មែនហើយយើងក៏បានឃើញបរិមថ្មីមួយទៀតហើយក៏បានធ្វើការបញ្ចុក Cherry ទៅកាន់ Mataron ដោយមាត់របស់គាត់ហើយពេលហ្នឹងក៏មានសលេងសែកមកទៀតថាគេហ្នឹងគឺជាអ្នកដែលគ្រប់ស្រឡាញ់ Mataron ហើយពេលនោះក៏មានបរិមម្នាក់រត់ចូលមកគាត់ចង់និយាយសុំទោសទៅកាន់ Mataron ដែលគាត់ហ្នឹងគឺបង្កជាសំឡេងរំខានប៉ុន្តែ Mataron បាននិយាយថាវាមិនមែនជារឿងធំដុំទេហើយក៏បានឃើញមនុស្សពីរនាក់ទៀតបានអូក្មេងប្រុសដែលបានស្រែកហ្នឹងចូលមកហើយក្មេងប្រុសអ្នកហ្នឹងបន្ទាប់ពីបានឃើញ Mataron ភ្លាមគឺថាមុខរបស់គាត់គឺហិចដូចគ្រាប់ជីតែម្ដងក៏បានហៅទៅកាន់ Mataron ហើយយើងក៏បានឃើញផងដែរថា Mataron បានចេះរៀងសង្ហាមកកាន់ admin ហើយនិងអ្នកមើលដែលបាននិយាយថាឲ្យពួកគេនឹងដោះលែងក្មេងប្រុសម្នាក់ហ្នឹងទៅគ្រាន់តែត្រូវបានគេដោះលែងភ្លាមក្មេងប្រុសម្នាក់ហ្នឹងក៏បានស្ទុះយ៉ាងរហ័សទៅចំពោះមុខ Mataron ហើយក៏បាននិយាយថា Mataron គឺម្ដាយក៏ហៅគាត់ម្ដងទៀតទេបន្ទាប់ពីពិធីបុណ្យនៃទាខៈរដូវហើយគាត់ក៏បានសួរទៅកាន់ Mataron ទៀតថាតើគាត់សម្ដែងមិនបានល្អនៅពិធីបុណ្យយប់នោះមែនហើយយើងក៏បានឃើញថា Mataron គឺបានផ្ដល់សញ្ញាឲ្យ3អ្នកនោះចាក់ចេញពីទីហ្នឹងទៅ Mataron ក៏បានយកដៃលើកមុខម្នាក់ហ្នឹងឡើងដែលបាននិយាយថាតើគេអាចនិយាយបែបហ្នឹងដោយរបៀបណាគេគឺពិតជាធ្វើបានល្អខ្លាំងមែនតើប្រមអ្នកហ្នឹងក៏បានលូកដៃទៅចាប់ដៃ Mataron វិញដែលបាននិយាយថាគេហ្នឹងគឺចង់បំរើ Mataron ជារៀងរហូត admin ចង់និយាយថាធ្វើចឹងអត់កើតទេប្រយ័ត្ន Moment ខំក្បាលដាច់ Mataron ក៏បានបញ្ចេញ style បោកក្មេងរបស់គាត់ចេញមកបាននិយាយថាថ្មីគឺគាត់មានការរវល់ណាស់បើសិនជាគាត់ទៅនេះគាត់នឹងទៅលេងក្មេងប្រុសម្នាក់ហ្នឹងគេគាត់លឺចឹងក៏ហ៊ានទម្លាក់ទឹកមុខចុះដែរដែលបាននិយាយថាប្រកាសថាគេមិនខ្វល់ទេហើយគេគឺនឹងមិនមករំខាន Mataron ទេ Mataron ក៏បានងើបឈរឡើងហើយបាននិយាយថាក្មេងល្អហើយក៏បានដើរចេញទៅដោយមើលទៅកាន់មុខក្មេងម្នាក់ហ្នឹងគឺដូចជាមិនអស់ចិត្តសោះពេលហ្នឹងគេក៏បានសួរទៅកាន់ Mataron ដែរថាតើ Mataron ហ្នឹងក៏បានចាំឈ្មោះរបស់គេអត់ហើយ Mataron គឺនិយាយទៅក្បែរខ្នងថាចាំតើវាសតី
ប៉ុន្តែគេក៏បានស្រែកហៅទៅកាន់ម៉ាត្រុនម្ដងទៀតបាននិយាយថាឈ្មោះរបស់គេគឺអេលីចាយ៉ាងណាក៏ដោយម៉ាត្រុនក៏បានខ្វល់ទេគាត់នៅតែបន្តដើរចាក់ចេញទៅហើយបរិសម្ដងក៏ស្រែកពីក្រោយម៉ាត្រុនទៅថាគាត់នឹងនៅរងចាំម៉ាត្រុនហើយឥឡូវនេះយើងបានឃើញថារឿងនេះក៏បានកាត់ប្លង់ទៅដល់កន្លែងផ្សេងតែបានឃើញម៉ាត្រុនគាត់បានដើរចូលទៅក្នុងបន្ទប់មួយឥឡូវនេះយើងបានដឹងហើយថាគាត់គឺបានមកជួបនៅទេវតាម្អង្គទៀតដែលមានឈ្មោះថា Gabriel យើងបានឃើញថាសម្រាប់របស់គាត់គឺស្អាតមែនទែន but he's not my type ហើយកូន admin ក៏បានឡើងទៅលើក្រែរបស់ Gabriel ហើយក៏បាននិយាយថាគាត់សង្ឃឹមថា Gabriel មិនបានភ្លេចនៅការភ្នាល់របស់ពួកគេនៅបុណ្យនីតិខេត្តរដូវនោះទេគាត់បាននិយាយថាក្មេងប្រុសដែលមកពីពិធីបុណ្យនីតិខេត្តរដូវហ្នឹងឥឡូវនេះកំពុងតែឆ្លងវែងជាមួយនឹងការចង់បានក្តីស្រឡាញ់របស់គាត់ Gabriel បានប្រើជើងរបស់គាត់នឹងអែលខ្លួនប្រាណរបស់ Matron ពីលើមកដល់ក្រោមដោយនិយាយម្ដាថាមិនថាគាត់ប្រើមាត់ដើម្បីរួមរយៈជាមួយ Matron ប្រមាណដងទេក៏គាត់នឹងនៅតែមិនអាចបំពេញនៅបំណងប្រាថ្នារបស់ Matron បានឡើយចុះបានចេះលើកនេះពួកគេភ្នាល់អីដែលធំជាងនឹងទៅឥឡូវនេះយើងបានឃើញថាជើងរបស់ Gabriel គឺបានទៅដល់កន្លែងពិសេសរបស់ Matron បាត់ហើយ Gabriel បាននិយាយថានៅពេលដែលគេធ្លាក់ក្នុងរោងស្នេហ៍របស់ Matron ហ្នឹងគឺ Matron គឺអាចគ្រប់គ្រងទៅកាន់ខ្លួនបានហើយ Matron អាចធ្វើអីទៅកាន់រាងកាយរបស់ Gabriel ក៏បានដែរ Matron ក៏បាននិយាយថាគាត់ចូលចិត្តការភ្នាល់ហ្នឹងហើយក៏បានសួរថាតើគេម្នាក់នោះជានរណាគេ Seraphim នៃឋាននរកឥឡូវហ្នឹងភាគ1បានមកដល់ទីបញ្ចប់ហើយអ្នកគ្នាកុំភ្លេចជួយចុច like និង comment ឲ្យបានច្រើនណាគ្នាយើងហើយបើសិនជាចង់បានភាគត comment ចង់បានភាគតឲ្យច្រើនមក admin នឹងធ្វើតឲ្យហើយអរគុណទៅកាន់ member នៅក្នុងក្រុម admin ម្នាក់ដែលបានជួយ sponsor នៅបម្រើមួយនេះ admin អរគុណមែនតើដោយសារពេលហ្នឹងគឺ admin ជាប់សម្រាយរឿង admin ទំនឹកឃើញថាភ្លេចបម្រើអញ្ចឹងទៅក៏ពឹងអ្នកនៅក្នុងក្រុមគាត់ក៏បានជួយទៅកាន់ admin ឥឡូវនេះ admin សូមជម្រាបលាសិនហើយចាបាយបាយអ្នកគ្នា